My name has been forgotten in your នាម book. របស់ខ្ញុំត្រូវបានគេបំភ្លេចចោលនៅក្នុងសៀវភៅប្រវត្តិសាស្ត្រប៉ុន្តែវិញ្ញាណរបស់ខ្ញុំនៅតែស្ថិតនៅក្នុងសិលាអង្គរខ្ញុំធ្លាប់ជាស្ដេចមួយអង្គនៃចក្រភពខ្មែរជាអធិរាជនៃទឹកដីដ៏ធំល្វឹងល្វើយនិងមហិមាប្រាសាទរបស់យើងរះឡើងដូចភ្នំត្រូវបានចម្លាក់ចេញពីថ្មដោយកម្លាំងពលករខ្មែរជញ្ជាំងគ្រប់ផ្នែកប្រាសាទដេមាគ្រប់រូបកើតចេញពីឈាមជ័រខ្មែរពេញដោយញើសឈាមនិងបញ្ញាញាណរបស់ខ្មែរប៉ុន្តែមានរបួសមួយដែលខ្ញុំនៅតែឈឺចាប់រហូតមកដល់សពថ្ងៃមានការសោកសៅមួយដែលនៅតែជាប់តាមរាជរបស់ខ្ញុំគឺកាលដែលយើងបានអនុញ្ញាតឲ្យជនជាតិបរទេសសៀមមករស់នៅលើទឹកដីដ៏បរិសុទ្ធរបស់យើងដំបូងពួកគេមកដោយស្ងៀមស្ងាត់ដូចស្រមោលស្វែងរកទីជម្រកស្រមោលនោះបានរីកធំឡើងពួកគេបានលួចលបចូលទឹកដីរបស់យើងហើយដូចពស់ពឹសពួកគេបានរំពាត់ហើយវាយប្រហារពួកគេខ្លែងបន្លំបោកបញ្ឆោតពួកគេធ្វើពុតជាបងប្អូនប៉ុន្តែចិត្តពោពេញទៅដោយពឹសពួកគេបានខ្លែងបន្លំប្រវត្តិសាស្ត្របង្កើតរឿងរ៉ាវដែលមិនមែនជាកម្មសិទ្ធិរបស់ពួកគេទាមទារអ្វីដែលពួកគេមិនបានកសាងកែប្រែអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់គេ